ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថាក្រៀមក្រំពិបាកចិត្តឬសង្ស័យនឹងវាសនាជីវិតរបស់ខ្លួនឯងសូមចាំទុកថាអ្នកមិនមែនជាមនុស្សតែម្នាក់ដែលមានអារម្មណ៍បែបនេះទេមនុស្សគ្រប់គ្នាសឹងតែគ្រប់ជាន់ថ្នាក់តែមានអារម្មណ៍ម៉ងសៅទាំងនេះថ្ងៃនេះអ្នកនឹងបានស្វែងយល់នូវការពិតមួយដែលត្រូវប្រឈមនោះគឺផលប្រយោជន៍មិនស្មើភាពនៃជីវិតតើអ្នកអាចទទួលយកវានិងរំដោះខ្លួនចេញពីស្ថានភាពស្មុគស្មាញមួយនេះដោយរបៀបណាសូមស្វាគមន៍ប្រិយមិត្តជាទីស្រឡាញ់មកកាន់ Channel ខ្មែរ Healing ពួកយើងបង្កើត Channel នេះឡើងដើម្បីប្រជាជនខ្មែរនៅជុំវិញពិភពលោកកាត់បន្ថយភាពតានតឹងរកឃើញសេចក្តីស្ងប់ក្នុងចិត្តនិងផ្សារភ្ជាប់ខ្លួនឯងឡើងវិញតាមរយៈសម្លេងព្យាបាលដូចជាពាក្យពេចន៍លើកទឹកចិត្តសមាធិនាំផ្លូវពាក្យអធិដ្ឋាននិងសម្លេងបំពេជំនួយការគេងឥឡូវនេះសូមរកទីតាំងសម្រួលឥរិយាបថដែលមានផាសុកភាពបំផុតសម្រាប់អ្នកស្ដាប់នៅសមាធិនាំផ្លូវដើម្បីចិត្តស្ងប់ល្អអង្គុយចុះតម្រេតខ្លួនឬគេងក៏បានអនុញ្ញាតឲ្យរាងកាយរបស់អ្នកបានសម្រាកបិទភ្នែកសន្សឹមដកដង្ហើមវែងយឺតនិងមួយស្រូបយកដង្ហើមសន្តិភាពចូលដកដង្ហើមកង្វល់និងសម្ពាធប្រចាំថ្ងៃចេញបន្តរក្សាដង្ហើមរបស់អ្នកឲ្យមានស្ថិរភាពល្អបែបនេះចាំថាកិច្ចការតែមួយគត់របស់អ្នកឥឡូវនេះគឺដកដង្ហើមឲ្យស្រួលនិងមានវត្តមានក្នុងពេលបច្ចុប្បន្នភាពនេះឲ្យបានពេញលេញពេលនិយាយដល់ផលប្រយោជន៍មិនស្មើភាពនៃជីវិតប្រហែលជាអ្នកមានអារម្មណ៍ថាអ្នកខ្លះមើលទៅហាក់ដូចជាតែងតែទទួលបានការឧបត្ថម្ភច្រើនជាងមានឱកាសច្រើនជាងឬមានសំណាងល្អជាងអ្នកមិនថាជាស្ថានភាពគ្រួសារការសិក្សាសុខភាពទ្រព្យសម្បត្តិធនធាននិងបុព្វសិទ្ធិនានាគិតមិនដល់រឿងនេះពេលខ្លះអាចធ្វើឲ្យយើងមានអារម្មណ៍អគតិការពិតអ្វីដែលអ្នកត្រូវដឹងនោះគឺសូមទទួលស្គាល់រាល់អារម្មណ៍ម៉ងសៅឬមន្ទិលសង្ស័យមួយនេះជាមុនសិនអ្នកមិនចាំបាច់ប្រយុទ្ធប្រឆាំងជាមួយវាទេគ្រាន់តែសង្កេតមើលវាហើយចាប់អារម្មណ៍ថាដូចជាពពកអណ្ដែតលើមេឃអញ្ចឹងដកដង្ហើមចូលមួយហើយនៅពេលដែលអ្នកដកដង្ហើមចេញសូមនិយាយពីអធិដ្ឋានចិត្តទាំងនេះដោយស្ងៀមស្ងាត់ទៅកាន់ខ្លួនឯងថាជីវិតគឺមិនយុត្តិធម៌ពីកំណើតនិយាយម្ដងទៀតជីវិតគឺមិនយុត្តិធម៌តែវាជារឿងធម្មតាតាមពិតការនិយាយទៅកាន់ខ្លួនឯងបែបនេះមិនមែនជាការត្អូញត្អែរនោះទេតែវាគឺជាការទទួលយកតថភាពពិតនៃជីវិតហើយនេះគឺជាជំហានដំបូងឆ្ពោះទៅរកកម្លាំងខាងក្នុងពិតប្រាកដរបស់អ្នករឿងសាមញ្ញងាយយល់នោះគឺយើងមិនអាចជ្រើសរើសសិលឹកបៀដែលយើងបានទទួលនោះទេប៉ុន្តែយើងអាចជ្រើសរើសពីរបៀបលេងវាបានវាប្រៀបដូចជាវាសនារបស់មនុស្សម្នាក់មិនតែងតែទទួលបាននៅការធានារ៉ាប់រងដូចនោះដែរកង្វះនៃការធានានេះហើយដែលគេហៅថាផលប្រយោជន៍មិនស្មើភាពនៃជីវិតដែលយើងត្រូវតែរៀនទទួលយកដកដង្ហើមចូលយឺតទទួលយករឿងល្អនាពេលបច្ចុប្បន្នដែលអ្នកទទួលបានហើយដកដង្ហើមចេញមួយបញ្ចេញនៅភាពជូរចត់ទាំងឡាយដែលអ្នកបាននិងកំពុងឆ្លងកាត់ឥឡូវនេះសូមស្រមៃដល់ដំណើរផ្លូវជីវិតរបស់អ្នកកន្លងមកធ្លាប់ហើយឆ្លងកាត់នៅបញ្ហាប្រឈមឧបសគ្គនិងពេលវេលាពិបាកមានអារម្មណ៍ថាកំសត់កម្រណាស់មែនទេប៉ុន្តែតើអ្នកបានសង្កល់ទេថាស្ថានភាពមិនយុត្តិធម៌នៅពេលនោះបានលុតដំឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលឆ្លាតជាងមុនពូកែជាងមុនខ្លាំងជាងមុននិងអាចបត់បែនបានគ្រប់កលៈទេសៈច្រើនជាងអ្នកដែលមិនធ្លាប់តស៊ូដូចអ្នកនេះហើយគឺជាកន្លែងដែលអំណាចផ្ទាល់ខ្លួនរបស់អ្នកស្ថិតនៅអ្នកជាមនុស្សតស៊ូដ៏អស្ចារ្យ
ដោយសារមេរៀនជីវិតទាំងនេះហើយទើបអ្នកបានប្រមូលផ្ដុំបទពិសោធន៍ជីវិតដែលមិនអាចកាត់ថ្លៃបានបទពិសោធន៍ដ៏មានតម្លៃនេះតំណាងឲ្យស្មារតីភាពក្លាហាននិងសមត្ថភាពពិសេសរបស់អ្នកក្នុងការជ្រើសរើសការឆ្លើយតបដ៏ឆ្លាតវៃចំពោះចំណងជីវិតដែលអ្នកជួបវិសមភាពរឿងអយុត្តិធម៌និងឧបសគ្គនានានៃពិភពលោកខាងក្រៅអាចប៉ះពាល់ដល់រាងកាយនិងកាលៈទេសៈរបស់អ្នកប៉ុន្តែវាមិនអាចប៉ះពាល់ដល់ដួងចិត្តដ៏អង្អែលរបស់អ្នកនោះទេដរាបណាអ្នកមិនចុះចាញ់អ្នកអាចផ្លាស់ប្ដូរកែប្រែនិងកំណត់វាសនារបស់អ្នកបានសូមនិយាយពីអធិដ្ឋានចិត្តទាំងអស់នេះដោយស្ងៀមស្ងាត់ទៅកាន់ខ្លួនអ្នកខ្ញុំទទួលយកភាពមិនយុត្តិធម៌នៃពិភពលោកដោយក្តីជឿជាក់ខ្ញុំជឿលើកម្លាំងខាងក្នុងខ្ញុំជ្រើសរើសធម៌ពលដ៏អង្អែលរបស់ខ្ញុំគ្មានសេចក្តីសោកសៅណាអាចប៉ះពាល់អំណាចខាងក្នុងរបស់ខ្ញុំឡើយសូមឲ្យពន្លឺនៅក្នុងដួងចិត្តរបស់អ្នកកាន់តែភ្លឺចិញ្ចាំងចិញ្ចាចនិងមុខមុតជាមួយនឹងពាក្យអធិដ្ឋានចិត្តនីមួយៗដឹងទេថាគ្រាន់តែអ្នកព្រមទទួលយកភាពមិនស្មើគ្នានៃជីវិតនេះហើយបន្ទុកដ៏ធ្ងន់មួយក៏បានរលត់បាត់ទៅហើយអ្នកជប់រងចាំជីវិតមានរឿងយុត្តិធម៌គ្រប់ពេលដើម្បីទទួលបាននូវសេចក្តីសប្បាយរីករាយនៅក្នុងជីវិតទៀតហើយឥឡូវនេះសូមអនុញ្ញាតឲ្យខ្លួនអ្នកផ្ដោតលើរឿងតូចៗសាមញ្ញដ៏ស្រស់ស្អាតដែលជារបស់ដែលអ្នកមាននាពេលឥឡូវនេះអារម្មណ៍នៃការដកដង្ហើមបានស្រួលអាកាសធាតុត្រជាក់ល្អសំឡេងធម្មជាតិពីរោះដណ្ដំនៅជុំវិញខ្លួនអ្នកសេចក្តីស្រឡាញ់បរិសុទ្ធចំពោះនរណាម្នាក់ឬភាពរីករាយនៃការទទួលទានអាហារសាមញ្ញឆ្ងាញ់លាក់ពេលវេលាទាំងអស់នេះមិនអាស្រ័យលើវាសនានោះទេវានៅទីនេះឥឡូវនេះជាមួយអ្នកតាមពិតយើងទាំងអស់គ្នាសុទ្ធតែកំពុងធ្វើដំណើរទៅកាន់គោលដៅដែលយើងមិនអាចទាយទុកមុនបានដូច្នេះហើយសូមកុំបណ្ដោយឲ្យការព្រួយបារម្ភលួចយកភាពរីករាយនៃដំណើរជីវិតដ៏ផុយស្រួយមួយនេះស្រមៃថាអ្នកកំពុងធ្វើដំណើរតាមទូកនៃដងទន្លេដ៏ធំល្វឹងល្វើយទេសភាពស្អាតប៉ុន្តែជួនកាលមានទឹកស្ងប់ជួនកាលមានទឹកហូរខ្លាំងពេលនេះបើអ្នកមិនអាចជ្រើសរើសទន្លេបាននោះទេអ្នកអាចជ្រើសរើសភាពឆ្លាតវៃនៃការអុំទូកទៅកាន់ទិសដៅដែលអ្នកចង់ទៅដល់ហើយរីករាយជាមួយទេសភាពនៅជុំវិញខ្លួនឲ្យបានច្រើនបំផុតអ្នកនឹងមានអារម្មណ៍ថាស្រាលនៅក្នុងទ្រូងជាមួយសេរីភាពដែលកើតចេញពីការដឹងថាតម្លៃរបស់អ្នកមិនត្រូវផ្សារភ្ជាប់នឹងកាលៈទេសៈខាងក្រៅរបស់អ្នកនោះទេអ្នកមានតម្លៃដោយសារតែវត្តមានជារៀងរាល់ថ្ងៃរបស់អ្នកហើយអ្នកជាមនុស្សក្លាហានដោយសារតែការបន្តទៅមុខដ៏ជឿជាក់របស់អ្នកដកដង្ហើមឲ្យបានវែងមួយចាំថាអ្នកមិនមែនគ្រាន់តែរស់រានមានជីវិតប៉ុណ្ណោះទេអ្នកកំពុងរស់នៅក្នុងដំណើរជីវិតដ៏ពិសេសមួយនិងមានតម្លៃបំផុតសូមដកដង្ហើមចូលចុងក្រោយដោយដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជីវិតអ្នកហើយដកដង្ហើមចេញបន្តិចម្ដងចងចាំថាអំណាចដ៏អស្ចារ្យបំផុតដែលអ្នកមានគឺការទទួលយកអ្វីដែលហួសពីការគ្រប់គ្រងរបស់អ្នកផ្ដោតថាមពលរបស់អ្នកទៅលើអ្វីដែលអ្នកអាចគ្រប់គ្រងបានដូចជាក្តីសង្ឃឹមការដឹងគុណការខិតខំប្រឹងប្រែងសេចក្តីព្យាយាមនិងសេចក្តីសប្បុរសរបស់អ្នកចាំថាផលប្រយោជន៍និងស្មារតីនៃជីវិតអាចអនុញ្ញាតឲ្យអ្នកបញ្ចេញសក្តានុពលពិតរបស់អ្នកបានកាន់តែខ្លាំងរួចរាល់ហើយសូមនំកំរៀមដៃនិងម្រាមជើងរបស់អ្នកថ្នមបើកភ្នែកយឺតសម្រួលឥរិយាបថចាំថាអ្នកពូកែអ្នកអាចធ្វើបានអ្នកគឺគ្រប់គ្រាន់សូមអរគុណដល់ខ្លួនឯងដែលអ្នកបានអនុញ្ញាតឲ្យខ្លួនឯងព្យាបាលចិត្តតាមរយៈសម្លេងសមាធិនាំផ្លូវមួយនេះ Channel Khmer Healing សូមអរគុណប្រិយមិត្តទាំងអស់គ្នា
សម្រាប់ការស្ដាប់សំឡេងមួយនេះដល់ចប់បើចូលចិត្តវីដេអូបែបនេះសូមចុចរូបមេដៃ Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូអប់រំផ្លូវចិត្តថ្មីៗថែមទៀត